สวัสดีครับนี่ខ្ញុំខេនេះខ្ញុំចង់មកនិយាយតិចឃើញដោយសារតែថ្ងៃមុនមានករណីឃាតកម្មទៅលើយាយខ្លួនឯងខ្ញុំមកយល់ថាវាឥឡូវវាកាន់តែទៅមែនតើយុវជនយើងឥឡូវមានអារម្មណ៍ថាមិនដឹងថាស្គាល់តាម Facebook លេងអាទូរស័ព្ទនឹងច្រើនឬក៏មិនធ្វើឲ្យហេតុការណ៍ប្លែកមួយចំនួនគឺកាត់ឡើងច្រើនមែនតើដែលដូចជាតាមគ្នាតាមនិយមមើលគេតាម Facebook តែធ្វើតាមអញ្ចឹងក្មេងស្រី2នាក់គឺចូលដៃគ្នាសម្រាប់យាយខ្លួនឯងដោយសារមូលហេតុអីគេដោយសារតែយាយអត់ឲ្យមានស្នេហាខ្ញុំគាត់តែឃើញខ្ញុំមួម៉ៅខ្ញុំចង់ដល់ស្រីផោះគេមកឲ្យធ្វើបាបស្រីឬក៏វាយស្រីវាអីទៅវាអត់សមតែខ្ញុំបន្ទាប់ពីឃើញអាហ្នឹងហើយគឺខឹងមែនតើហើយក៏ទៅមានម្នាក់បឆោតយាយឡើងទៅលើហើយម្នាក់គឺកាន់កបិតចាំនៅហ្នឹងហ្មងចាំចាក់យាយមកកបិតគឺសម្រាប់យាយដែលជាគាត់អាយុច្រើនហើយ60ជាងឆ្នាំហើយនៅ TikTok នៅ Asia រឿងស្នេហារឿងស្អីខ្ញុំអត់យល់ថាក្មេងៗហើយក្មេងៗតែអត់តន់20ផងហើយស្លាប់យាយមានកំណត់អត្រាសម្លាប់យាយសម្លាប់មនុស្សមិនមែនសម្រាប់ស្លាប់សត្វចាំក៏វានេះដែរហើយយើងនេះទៅស្លាប់មនុស្សមួយទាំងមូលអត់មានចាក់ឲ្យ respawn មកវិញទេបើយើងនិយាយគាត់យើងនិយាយឲ្យនេះហ្មងគឺដោយសារតែរឿងប្រុសដោយសារតែរឿងចង់មានប្រុសវាអត់សមហេតុផលហើយខ្ញុំឃើញអាហ្នឹងថ្ងៃមុនខ្ញុំឃើញមួយទៀតអារឿងកូនស្រីម្នាក់ទៅលោតទឹកបន្លាយហើយព្យាយាមលោតស្លាប់ខ្លួនដោយសាររឿងប្រុសតែចៃដន្យអីក៏មានម្នាក់ទៀតគេនៅជួយហ្នឹងក៏គេចង់សុំឆ្លាញ់ធ្វើជាសង្ស័យទៅតែបន្ទាប់មកវីដេអូហ្នឹងផ្ទុះល្បីពេញ Facebook ទៅក៏ម៉ាក់ឪឃើញហើយម៉ែមកមើលអ្នកម្ដាយគាត់ធ្វើការបបាក់ហត់ចង់ប្រកាច់ដើម្បីកូនមកសាពះយំផងដើម្បីកូនបកូនទៅផ្ទះកូនស្រីឈរជាប់ចកេះស្ដាប់ម៉ែអត់មានថាម៉ែខ្ញុំសុំតោះកូនខុសហើយកូនធ្វើអញ្ចឹងទេអីចឹងអត់មានទេអានេះឈរជាប់ចកេះស្ដាប់ម៉ែបន្ទាប់ពីឈរចកេះហើយឆេងកប៉ាល់ហើយម៉ែសាពះឈរសាពះក៏ទៅជាម៉ែយើងជាម្ដាយយើងមួយទាំងមូលបង្កើតយើងក្បាលយើងមកដល់ធ្វើប៉ុណ្ណឹងហើយយើងទៅធ្វើអញ្ចឹងវាសមអត់យើងគួរតែខ្ញុំគិតថាបើអាចគួរតែព្យាយាមធ្វើម៉េចតាមដានក្មេងវាពិបាកណែនាំឲ្យត្រូវសម័យឥឡូវវាមានអាទូរស័ព្ទទៀតពេលខ្លះនៅពេលដែលយើងបតោយវាពេកនៅពេលដែលវាមើលតាមអាទូរស័ព្ទហ្នឹងឯច្រើនគឺទៅជឿតាមទូរស័ព្ទអ្នកខ្លះគឺស្លាប់ដោយសារតាវីដេអូខ្លីៗវីដេអូចុងធ្លាប់ថាបើខ្ញុំមិនបាននាងក៏គ្មានអ្នកណាបាននាងណាសេរីអញ្ចឹងទៅស្លាប់មនុស្សអានេះក៏វាជាមួយផ្នែកដែរតែការអប់រំវាបថៅយើងក៏មួយផ្នែកដែរហើយអាហ្នឹងគឺវាផ្គប់ផ្សំចូលគ្នាកត្តាសង្គមកត្តាផ្សេងទៅហើយខ្ញុំឃើញរឿងពីរនេះគឺហួសចិត្តខ្លាំងមែនទែនគិតមិនដែរជួបគ្នាវីដេអូក្រោយ